បាទសូមជម្រាបសួរប្រិយមិត្តរបស់ channel YouTube 11 TikTok 11 Facebook page 11បាទវីដេអូនេះមិនជាវីដេអូចេញសូមជំនួយឬក៏ការណិតសូរពីទស្សនិកជនទាំងអស់គ្នាទេគ្រាន់តែចង់ចែករំលែកវីដេអូនេះគឺខ្ញុំចង់បង្ហាញពីថ្ងៃខ្ញុំឈឺថ្ងៃទី3ទី4បាទថ្ងៃទី4ខែ6ឆ្នាំ2025នេះខ្ញុំឈឺផ្ដាសាយធំហើយសម្រាប់ខ្ញុំគឺខ្ញុំជួបវិបត្តិធំបំផុតក្នុងជីវិតគឺខ្លាចតែផ្ដាសាយធំហ្នឹងឯងដោយសារផ្ដាសាយធំគឺខ្ញុំពិបាកក្នុងខ្លួនមែនទែនបាទនេះជាសកម្មភាពនៅពេលយប់បាទអូខេនេះថ្ងៃទី4ពេលព្រឹកឡើងពេលថ្ងៃម៉ោង2ម៉ោង3បាទយប់មិញខ្ញុំមកបានគេងពេញមួយយប់ដោយសារខ្ញុំក្តៅខ្លួនខ្លាំងឡើងដល់42អង្សាកម្ដៅខ្លួនហើយខ្ញុំអត់បានគេងរហូតដល់ម៉ោង3បានគេងហើយនៅពេលភ្ញាក់ឡើងម៉ោង10 11ខ្ញុំចង់ញ៉ាំស្លម្ជូរកូនត្រីជាមួយនឹងត្រកួនហើយនេះគឺទៅស្ទូចត្រីមិនខ្ញុំជាអ្នកនរគ្នាគឺទៅទាំងអសូរខ្លួនដោយសារតែក្នុងខ្លួននឹងអារម្មណ៍គឺឃ្លានស្លម្ជូរនឹងមែនទែនហើយខ្ញុំបានទៅស្ទូចបានត្រីមួយចំនួនហើយមកដល់ទៅវិញខ្ញុំចាប់ផ្ដើមចូលផ្សារបន្តិចបាទចូលផ្សារដើម្បីទិញត្រកួនខ្ញុំស្លម្ជូរនឹងហើយនិយាយម្ដងទៀតគឺខ្ញុំពិបាកក្នុងខ្លួនមែនទែននៅពេលនោះនៅពេលធ្វើម្ហូបហើយនៅពេលដែលបញ្ចូលសម្លេងឥឡូវនឹងដែរបាទនេះជាត្រីដែលខ្ញុំបានស្ទូចមកគឺត្រីចង្វាអ្នកនរគ្នាត្រីចង្វាយើងស្លម្ជូរត្រកួនក្តៅនៅពេលដែលយើងអសូរខ្លួនគឺឆ្ងាញ់មែនទែនហើយមើលតែសម្រស់សម្លនឹងក៏ដឹងថាមានរសជាតិដែរបងប្អូននៅធ្លាប់ដាសាយធំអីគឺដឹងហើយមានអារម្មណ៍ថាសាបមាត់សាបកខ្លាំងណាស់ហើយយើងទៅមានអារម្មណ៍ថាដូចវាអត់ស្រួលនៅក្នុងរាងកាយក្នុងខ្លួនអីទាំងអស់អញ្ចឹងណាអ្នកនរគ្នាបាទអញ្ចឹងហើយជីវិតរបស់មនុស្សយើងអត់មានអីសំខាន់ជាងពីពេលឈឺនឹងទេភាពដែលលំបាកបំផុតគឺពេលឈឺនឹងឯងហើយដូចខ្ញុំនៅម្នាក់ឯងភាពលំបាកភាពអីហ្នឹងគឺបើនិយាយលំបាកខ្លាំងមែនតើប៉ុន្តែដោយសារតែនេះគឺជាការទម្លាប់ខ្លួនតាំងពីក្មេងយើងធ្វើខ្លួនឯងរឹងមាំគ្រប់ឧបសគ្គទាំងអស់យើងអាចដោះស្រាយបាននៅខ្លួនឯងយើងអាចជំនះទៅហើយម្យ៉ាងវិញទៀតបងប្អូនទាំងអស់គ្នាត្រូវតែសិក្សាពីខ្លួនឯងដែរតាក់ទងទៅលើអាការៈជំងឺយើងត្រូវចាំដែរអញ្ចឹងណាសម្រាប់ខ្ញុំសង្ស័យតែពីរទេគឺកូវីដហើយនិងផ្ដាសាយធំដោយសារតែអាការៈកូវីដហើយផ្ដាសាយធំដូចតែគ្នានឹងឯងប៉ុន្តែនៅពេលដែលខ្ញុំបានតេស្តកូវីដហើយខ្ញុំមានកូវីដទេហើយគឺវាគ្រាន់តែផ្ដាសាយធំអញ្ចឹងសម្រាប់អាការៈខ្ញុំគឺក្តៅខ្លួនខ្លាំងឈឺកហូរស្វោក្អកតែប៉ុណ្្នឹងឯងហើយឈឺខ្លួនហើយដល់ពេលការអត់តន់ចូលដល់សម័យ COVID គឺយើងគាត់ថាអានឹងវាគ្រាន់ផ្ដាសាយធំតែចូលដល់សម័យ COVID អញ្ចឹងទៅក៏យើងសរសើររឿង COVID បាទអញ្ចឹងបងប្អូនអរគ្រីកុំភ្លេចថែទាំសុខភាពមានពេលវេលានៅមួយគ្រួសារបានច្រើនហូបចុកម្ហូបអាហារដែលដើម្បីសុខភាពល្អបាយបាយ